គេថាបើលុយយើងអស់យើងនៅអាចរកថ្មីបានតែបើពេលវេលានិងអាយុដែលវានឹងផុតទៅវាមិនអាចវិលត្រឡប់ក្រោយវិញបានទេបងប្អូនអញ្ចឹងនៅពេលដែលយើងនៅមានកម្លាំងចង់ធ្វើអីក៏ធ្វើទៅឲ្យតែជីវិតរបស់យើងទទួលបាននូវក្តីសុខមួយយ៉ាងពិតប្រាកដពេលដែលយើងនៅមានដង្ហើមអញ្ចឹងណាបងប្អូនហ្នឹងហើយតែកុំដើម្បីតែក្តីសុខខ្លួនឯងយើងបានជាទៅធ្វើឲ្យអ្នកដទៃគេមកក្តៅក្រហាយជាមួយយើងបងប្អូនអញ្ចឹងបច្ចុប្បន្ននេះយើងឃើញហើយភាគច្រើនគឺតែអញ្ចឹងបងប្អូនដើម្បីតែក្តីសុខនិងលៀបសក្ការៈខ្លួនឯងគឺសុខចិត្តឲ្យអ្នកដទៃគេមកលំបាកវេទនាព្រោះតែខ្លួនឯងហ្នឹងហើយបងប្អូនអញ្ចឹងយើងឃើញច្រើនអញ្ចឹងយើងមិនគួរធ្វើអញ្ចឹងទេបងប្អូនហើយនេះអត្ថបទខ្ញុំចម្លងចេញពីបងប្រុសម្នាក់ដែលគាត់ផុសអញ្ចឹងខ្ញុំយកមកចែករំលែកបន្តបងប្អូនខ្ញុំឃើញថាល្អអញ្ចឹងណាបងប្អូនហ្នឹងហើយអរគុណ